បងថ្ងៃនេះមកធ្វើស៊ុបក្តាមញ៉ាំណាញីមែនតែនសម្រាប់មុខម្ហូបមួយមុខនេះពេលខែត្រជាក់គឺដឹងតែញ៉ាំឆ្ងាញ់ហើយគ្រឿងផ្សំញីហើយទឹកនេះគឺខ្ញុំស្ងោរពោតឲ្យមានជាតិផ្អែមសិនបន្ទាប់មកយកទឹកស៊ុបមាន់ដែលខ្ញុំធ្វើពីលើកមុនណាយកទឹកស៊ុបមាន់ទឹកស្ងោរមាន់ថ្ងៃទុកហ្នឹងយកមកដាក់ធ្វើទឹកស៊ុបក្តាមណាបានមានជាតិឆ្ងាញ់ហើយដាក់ខ្ញីចូលខ្ទឹមប្រាំងចូលបន្ទាប់ទឹកពុះហើយដកខ្ញីនិងខ្ទឹមប្រាំងចេញបន្ទាប់មកដាក់សាច់ក្តាមល្បេះហើយចូលចាហើយមានផ្សិតស្រស់ក៏បានផ្សិតខ្មៅអីក៏បានដែរហាន់តិចៗដាក់ចូលណាអានេះគឺជាកាពះត្រីឬពោះត្រីត្រាំទឹកអេរីកហើយហាន់ល្អិតដាក់ចូលបន្ទាប់ពីស្ងោរគ្រឿងផ្សំទាំងនេះទន់ផុយហើយបងដាក់ម្សៅស៊ុបចូលម្រេចប្រេងខ្យងហើយនឹងស្រាចិនណាអញ្ចឹងម្រេចប្រេងខ្យងម្សៅស៊ុបដាក់ស្ករសបន្តិចផងបងចុងក្រោយគឺដាក់ម្សៅឆាយកទៅកូរទៅត្រជាក់ឲ្យរលាយសិនណាហើយបានចាក់ចូលចាក់ម្ដងបន្តិចហើយកូរបដាកុំឲ្យកកបាតណាគឺអត់ប្រើអំបិលទេរៀបរយហើយបងគឺឆ្ងាញ់មែនតើ